ខ្លួនឬក៏អកខ្លាំងកុំថាអត់អីទុកឲ្យយូរទៅពេទ្យសួរឲ្យច្បាស់ដើម្បីថ្ងៃក្រោយសុខសាន្តគ្រួសារនៅក្បែរមិត្តភក្តិនៅជុំជួយលើកទឹកចិត្តពេលឈឺថ្កាត់កុំបោះបង់ក្តីសង្ឃឹមថ្ងៃស្អែកនៅតែមានពន្លឺសំណាងជីវិតភ្លឺថ្លាមានស្នាមញញឹមបងប្អូនអើយចាំទុកណាថែខ្លួនឯងគ្រប់